我回来看看你。这是我的朋友。叔叔好。孙悟空、唐僧，你猪八戒。嘘，别让妈妈听到。哦，我没跟她说。哎，跟我说说。说出来您别生气啊。我们不在大王洞干了，自己出来扮成唐僧师徒4人去西天取经。干得漂亮！怎么了？他又诈尸了？没事没事。哎呀，叔叔见了儿子兴奋，我陪你来。来，儿子，帮我把酒拿过来，就在那石头下面藏着呢。爸，你是怎么放进去的？我还能走的时候放进去的，这么多年都没机会喝。别听你妈的，在大王洞里干一辈子也不会有出息。取经这个点子好，有了真经就能成佛，到时候谁也不会看不起你了。爸爸之前教你的大招，你学到什么程度了？哦，还差着些。那不到万不得已，千万别用，不然用一次就被打回原形了。爸爸当年搞到这本秘籍，就出来自己单干，最后只差1丝气就修炼成功了。可我以为没戏了，就放弃了，成了现在的样子。但是爸爸希望你能够继续我的事业，要不这一辈子必须的慌。爸爸，你放心，等我取到了真经，回来接咱们家去西天，过好日子。Yo hello សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកចំបាត់សែនថ្ងៃនេះផងដែរគឺយើងមកបន្តពីភាគទី9របស់យើងទៀតអញ្ចឹងណានឹងដែលការពិភាក្សាមុនហ្នឹងគឺអាជ្រូកប៉ាជេនេះគឺបានមកដល់ផ្ទះរបស់វាបានមកចុកទឹកឲ្យឪពុករបស់គេអញ្ចឹងណាហើយពួកគេមកនិយាយរឿងនៅពេលយប់អញ្ចឹងទៅអូខេហើយពេលហ្នឹងគឺគេក៏បានយកឪពុករបស់គេហ្នឹងក៏មកដេញនៅកន្លែងភ្នក់ភ្លឹងដែរហើយពួកគេនៅនិយាយគ្នាអំពីអ្វីដែលពួកគេបានធ្វើនៅក្នុងរោងអាជាមួយម្ដាយរបស់គេក៏ដូចជាឪពុករបស់គេអញ្ចឹងទៅអូខេបន្ទាប់ពីការនិយាយរបស់គេនឹងអស់រយៈពេលមួយយប់ឡើងថ្ងៃស្អែកក៏បានមកដល់តែម្ដងអញ្ចឹងទៅម្ដាយរបស់គេហ្នឹងគឺបានរៀបចំសម្លៀកបំពាក់ក៏ដូចជាសម្ភារៈជាច្រើនហ្នឹងទៅឲ្យជ្រូកប៉ាជេដើម្បីធ្វើដំណើរជាមួយនឹងមិត្តភ័ក្តិរបស់គេហ្នឹងទៅចម្លងធននៅឯភាគខាងលិចអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីម្ដាយរបស់គេបានផ្ដាច់ផ្ដាំកូនប្រុសរបស់គេតែរក្សាខ្លួនប្រាណហើយទៅក៏បានលាគ្នានៅត្រឹមហ្នឹងតែម្ដងអញ្ចឹងទៅហើយម្ដាយរបស់គេហ្នឹងក៏បានមើលពីចម្ងាយអញ្ចឹងណាហ្នឹងហើយក៏បាននិយាយថាគេពិតជាស្រឡាញ់កូនគេមែនតើហើយគេមិនចង់ឲ្យកូនគេហ្នឹងត្រឡប់ទៅវិញនោះទេគឺចង់ឲ្យកូនរបស់គេហ្នឹងគឺនៅជាមួយគេតែម្ដងក៏មិនតែពេលវេលាគឺបានកន្លងទៅជាច្រើនថ្ងៃអីចឹងណាឥឡូវយើងកាត់មកកាន់ភូមិមួយហើយបើសាច់ចចកហ្នឹងគឺវាមកដល់ភូមិមួយហ្នឹងអញ្ចឹងទៅហើយក៏បានជួបជាមួយនឹងប្រជាជនដែលនៅកន្លែងព្រះវិហារអញ្ចឹងណាហើយក៏បានសួរទៅកាន់ប្រជាជនហ្នឹងថាមានឃើញបាក់ពួកសុនុខងក៏ដូចជាគ្រូທາງជេងប៉ាជេអីទេហើយប្រជាជនហ្នឹងក៏បានប្រាប់ទៅកាន់ឲ្យសាច់ចចកថាបានឃើញក៏ប៉ុន្តែពួកគេគឺបានបន្តដំណើរទៅមុខបាត់ទៅហើយអញ្ចឹងទៅក៏ចចកហ្នឹងក៏បានដេញតាមជាមួយនឹងដំណើររបស់ឋានជេងក៏ដូចជាប៉ាជេក្រុមរបស់ពួកគេអញ្ចឹងទៅហើយចំណែកប៉ាជេក៏ដូចជាសុនុខងក៏ដូចជាជុកប៉ាជេអញ្ចឹងណាហ្នឹងហើយគឺកំពុងតែធ្វើដំណើរហ្នឹងមកដល់កន្លែងរូងភ្នំមួយដែលមើលទៅគួរឲ្យភ័យខ្លាចមែនតើអញ្ចឹងណាហើយពេលនោះពួកគេក៏ដើរកាត់នឹងតែម្ដងហើយពេលនោះក៏ពួកគេបានមកដល់កន្លែងវាខ្សាច់មួយដែលមើលទៅពិតជាពិបាកមែនតើណាពួកគេដើរឆ្លងកាត់វាខ្សាច់ព្រិលតកភ្នំហើយកន្លែងផ្សេងទៀតរហូតចឹងទៅអ្នកទាំងអស់គ្នាហើយបន្ទាប់ពីពួកគេធ្វើដំណើរអស់ជាច្រើនថ្ងៃក៏បានមកដល់កំពូលភ្នំមួយក៏បានឃើញនៅខាងលើគឺមានព្រះវិហារមួយហើយមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយចំណែកអាជ្រុនក៏បាននិយាយថាទីនោះប្រហែលគឺជាកន្លែងដែលព្រះពុទ្ធស្នាក់នៅហើយចំណែកឯពួកគេនឹងក៏គិតដូចគ្នាដែរថាកន្លែងនេះគឺជាកន្លែងព្រះពុទ្ធស្នាក់នៅហើយចំណែកឯທາງជេងដែលគឺជាកងកែបដែលនៅលើសេះនោះវិញក៏មានភាពសប្បាយរីករាយថាគេគឺបានមកដល់គោលដៅដើម្បីចម្លងធម៌អញ្ចឹងណាហើយពេលនោះផងដែរបិសាចដែលជាកូនចៅហ្នឹងក៏បានមកប្រាប់មេរបស់គេថាគឺគេបានឃើញທາງជេងក៏ដូចជាសុនអ៊ូខងគឺប៉ាជេនេះគឺបានមកដល់កន្លែងខ្លោងទ្វារព្រះវិហាររបស់ពួកគេហើយពេលនោះផងដែរបិសាចក៏បានចេញមកដល់ហើយក៏បានមើលពីខាងលើទៅគឺបានឃើញពួកគេពិតប្រាកដមែនគឺកំពុងតែធ្វើដំណើរគឺចិត្តចូលមកដល់កន្លែងបរិវេណរបស់ពួកគេអញ្ចឹងណាហើយបិសាចនឹងថានេះគឺជាជុបបាជេមែនទេអញ្ចឹងពួកយើងត្រូវតែសម្លាប់គេដើម្បីយកជីវិតរបស់
គ្រូថាជាងនេះដើម្បីយកមកស៊ីដើម្បីមានជីវិតអមតៈអីចឹងទៅហើយពេលនោះផងដែរបើខ្សែទាំង4របស់យើងហ្នឹងគឺជួបបាជេក៏ដូចជាທາງជាងដែលជាកង្កែបសុនអុកខុងក៏ដូចជាអាសានេះក៏បានចូលមកដល់ព្រះវិហារនឹងតែម្ដងហើយពួកគេក៏បានឡើងទៅកាន់ព្រះវិហារហើយពេលនោះក៏បានជួបជាមួយនឹងព្រះដែលនៅក្នុងនោះតែម្ដងហើយចំណែកព្រះគេនេះទាំងអស់គ្នាអាចមើលបានមកហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើចង់ខ្លាចជាងបិសាចទៀតអញ្ចឹងណាហើយពេលនោះពួកគេគឺមើលទៅមុខរបស់ទេវតាទាំងអស់ហ្នឹងគឺដូចជាភ័យខ្លាចមែនតើមួយហ្នឹងបើកភ្នែកសអស់ហើយចំណែកពួកបិសាចដែលជាទេវតាខ្លាំងនេះគឺមើលមកកាន់ពួកគេដោយភាពមានគំនុំចង់សម្លាប់តែម្ដងអញ្ចឹងណាអ្នកខ្លះទៀតដែលជាព្រះដែរប៉ុន្តែមុខដូចមិនមែនជាព្រះទេអ្នកទាំងអស់គ្នាហើយពេលនោះពងដែរពួកគេក៏បានមកដល់កន្លែងដែលជាព្រះពុទ្ធខ្លាំងហ្នឹងរស់នៅអញ្ចឹងណាហើយពេលនោះបាជេក៏បាននិយាយថានោះហើយគឺជាព្រះពុទ្ធមែនទេហើយពេលនោះក៏ពួកគេមកដល់កន្លែងព្រះពុទ្ធហើយពេលនោះពងដែរព្រះពុទ្ធក៏បាននិយាយថាทางសានចាងឯងបានត្រឡប់មកដល់កន្លែងនេះហើយមែនទេគឺឯងមករកគម្ពីរធម៌មែនទេពេលនោះបង្កើតក៏បាននិយាយថាពិតប្រាកដហើយព្រះពុទ្ធគឺខ្ញុំមកសុំគម្ពីរធម៌អញ្ចឹងទៅហើយចំណែកបិសាចមួយដែលនៅកន្លែងព្រះពុទ្ធនឹងគឺបាននិយាយថាពួកឯងឃើញព្រះពុទ្ធហើយហេតុអីពួកឯងមកលុតចង្គង់ពេលនោះពួកគេថាពួកខ្ញុំអត់ដឹងថាកន្លែងនេះគឺជាកន្លែងព្រះពុទ្ធអីចឹងណាហើយពួកគេក៏បានចេញទៅក្រៅក៏បានប្រាប់ទៅកាន់នៅព្រះពុទ្ធថាពួកគេសុំនិយាយគ្នាបន្តិចសិនថាគួរតែសម្រេចចិត្តថាព្រះពុទ្ធឬក៏មិនមែនព្រះពុទ្ធអីចឹងទៅហើយពួកគេក៏បានពិភាក្សាគ្នាថាតើនេះគឺជាព្រះពុទ្ធដែរឬទេតិចថាគឺជាបិសាចទៅវាយើងមិនចប់ប្រយតែដងហើយប៉ុន្តែជ្រុកក៏បានន័យថាគឺយើងមកដល់ពេលនេះហើយយើងមិនបាច់គិតច្រើនទៀតទេព្រះពុទ្ធក៏ព្រះពុទ្ធបិសាចក៏បិសាចទៅគឺយើងមិនមែនក៏ហើយពួកយើងក៏មិនមែនគឺជាមនុស្សត្រឹមត្រូវហើយក៏មិនមែនជាបិសាចដែលទៅចម្លងធម៌ប្រកបនោះដែរគឺយើងគឺជាបិសាចខ្លាំងនោះទេអញ្ចឹងបើយើងជួបជាមួយនឹងបិសាចដូចគ្នាយើងក៏អាចចូលជាមួយនឹងបិសាចតែម្ដងបើសិនបើយើងជួបជាមួយនឹងព្រះពុទ្ធក៏វាល្អដែរក៏ប៉ុន្តែពួកគេបាននិយាយថាពួកយើងបន្លំខ្លួនបើសិនជាព្រះពុទ្ធមែនតើគាត់អាចចាប់ដឹងថាយើងគឺជាបិសាចខ្លាំងដែលមកចម្លងធម៌នេះដែរទេហើយពេលនោះពួកគេបាននិយាយថាមិនអីនេះទេឥឡូវយើងចូលបថុយទៅសិនទៅហើយពេលនោះផងដែរពួកគេក៏បានជួបជាមួយនឹងព្រះពុទ្ធម្ដងទៀតហើយក៏បាននិយាយទៅកាន់ព្រះពុទ្ធថាទូលព្រះបង្គំគឺមកពីពាក្យខាងកើតដើម្បីមកចម្លងធម៌នៅពាក្យខាងលិចនេះសូមព្រះអង្គមេត្តាអនុញ្ញាតចម្លងពួកគេដើម្បីឲ្យបានជីវិតអមតៈនិងត្រាស់ដឹងជាព្រះជាម្ចាស់ផងចុះពេលនោះព្រះពុទ្ធខ្លាំងក៏បាននិយាយថាថ្ងៃស្អែកពួកឯងនឹងត្រឡប់មកថ្ងៃទីម្ដងទៀតអញ្ចឹងណាតទៅពីពួកគេនិយាយគ្នាជាច្រើនហ្នឹងក៏មានទេវតាមួយហ្នឹងវាមិនដឹងទៅកាត់អីវាទៀតដូចជាកាត់ឈ្មោះអីចឹងណាហើយបន្ទាប់នោះពួកគេក៏បានកលេចទៅមើលហ្នឹងក៏ឃើញកន្ទុយកញ្ជ្រោងមួយលឿនចេញមកហើយពេលនោះផងដែរអាចជ្រូកក៏បានរត់មកដល់កន្លែងហ្នឹងក៏បាននិយាយថាអានេះមិនមែនជាទេវតាទេវាគឺជាបិសាចពួកយើងត្រូវតែសម្លាប់វាចោលអញ្ចឹងណាហើយក៏បានប្រាប់ទៅកាន់ព្រះពុទ្ធហើយព្រះពុទ្ធហ្នឹងក៏ដឹងថានេះគឺជាមិនមែនជាមនុស្សដូចគ្នាក៏ប៉ុន្តែគាត់ក៏ជាបិសាចដូចគ្នាអញ្ចឹងណាហើយក៏បាននិយាយអប់រំទៅកាន់នេះខ្លាំងមែនទេទៅកាន់គ្រូថាជើងខ្លាំងដូចជាគៀងគួរអញ្ចឹងណាហើយក៏បានប្រាប់ទៅកាន់ពួកគេថាពួកឯងឆាប់នាំពួកគេនឹងទៅកន្លែងយកគម្ពីរធម៌អីចឹងទៅនៅទាំងងគ្នាហើយពេលនោះពុកបិសាចទាំងពីរហ្នឹងក៏បានចូលទៅហើយក៏បានប្រាប់ទៅកាន់ព្រះពុទ្ធអីចឹងណានៅទាំងងគ្នាអញ្ចឹងទៅអាចជ្រុកអីចឹងក៏បាននិយាយគ្នាជាមួយនឹងនេះខ្លាំងមែនតើជាមួយបិសាចអញ្ចឹងទៅហើយពេលនោះថាជើងដូចជាគ្នារបស់គាត់ហ្នឹងក៏បាននិយាយជាមួយនឹងព្រះពុទ្ធទូព្រះបង្គំគឺមកឆ្ងាយហើយទូព្រះបង្គំចង់បានជាមួយនៅតែគម្ពីរធម៌តែប្រពន្ធនោះឯងស្រាប់តែពេលនោះគឺព្រះពុទ្ធក៏បាននិយាយថាអូខេយើងយល់ព្រមអញ្ចឹងទៅហើយក៏ពេលនោះធ្វើឲ្យកង្កែបក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើក៏បានអរគុណទៅកាន់ព្រះពុទ្ធអញ្ចឹងណានឹងហើយស្រាប់តែពេលនោះអាសាក៏បានមើលចុះមើលឆ្វេងមើលស្ដាំហើយក៏បាននិយាយថានេះមិនមែនជាព្រះពុទ្ធទេនេះគឺជាបិសាចដែលបានបន្លំធ្វើជាព្រះពុទ្ធអញ្ចឹងណាពេលនោះគឺភ័យខ្លាំងមែនតើក៏បានមើលទៅកាន់ព្រះពុទ្ធអញ្ចឹងទៅហើយពេលនោះក៏បានថាយើងបែកការហើយយើងត្រូវបង្ហាញទៅពិតតែម្ដងទៅហើយពេលនោះផងដែរព្រះពុទ្ធដែលជាព្រះពុទ្ធខ្លាំងនេះក៏បានខ្វាយកន្លាខ្លាយជាបិសាចមែនតើអញ្ចឹងណាហើយពេលនោះកូនចៅរបស់គេក៏បានខ្លាយខ្លួនទៅជាបិសាចទាំងអស់គ្នាតែម្ដងហើយក៏បាននិយាយក៏បានបើកការវិភាគទៅកាន់ពួកគេអញ្ចឹងទៅហើយពួកឯងមកទីនេះគឺមិនរស់នោះទេក៏បានទៅកាន់សុនឧកងខ្លាំងពេលនោះអាចក៏បានបើកការវិភាគទៅកាន់បិសាចនេះផងដែរក៏មិនតែការវិមួយនេះគឺមិនធ្វើឲ្យបិសាចនេះមានការឈឺចាប់តែប៉ុណ្ណោះហើយពេលនោះបិសាចក៏បាននិយាយថាឯងគន់តែជាគូនបិសាចក៏ពីកពុកឯងចង់សម្រាប់យើងផងទេពេលនោះពួកគេក៏បានចាប់ជាមួយនឹងគៀងគោះហើយក៏បានស្រាតជាមួយនឹងច្បងចពោចេញទៅក៏ខ្លាយទៅជាកង្កែបខ្លាំងតែម្ដងហើយក៏បានបោះពួកគេនឹងក្រោកចេញមកពីព្រះវិហារតែម្ដងចិត្តទៅហើយពេលនោះជ្រូកក៏បាននិយាយថាយ៉ាប៉បិសាចចង្រៃអាហ៊ានមកឡំខ្លួនវាជាប្រពុតផងមែនទេពេលនោះផងដែរបិសាចខ្លាក៏បាននិយាយថាយើងអាចប្រើជាមួយនឹងពួកបិសាចកូនបិសាចហ្នឹងដើម្បីឲ្យវាបន្លំខ្លួនធ្វើជាព្រះខ្លាំងដើម្បីទៅសម្លាប់ជាមួយនឹងនេះចឹងណាជាមួយនឹង
ថាចេញមែនតែនអញ្ចឹងទៅហើយពេលនោះផងដែរពួកគេទាំង4នាក់ហ្នឹងក៏បានបន្តដំណើរនឹងទៅមុខទៀតអីចឹងទៅហើយពេលនោះផងដែរពួកគេក៏បានមកកាន់ភូមិមួយហើយក៏បានឃើញនារី2នាក់ហ្នឹងកំពុងតែអង្គុយនៅកន្លែងដងអញ្ចឹងទៅនៅទាំងងគ្នាហើយពេលនោះផងដែរពួកគេក៏បានចូលទៅកន្លែងអាត់កបាំងមួយដែលប្រជាជនរបស់គេហ្នឹងគឺបានរៀបចំទុកហើយពេលនោះផងដែរពួកគេក៏បានជួបជាមួយនឹងប្រជាជនហើយក៏បាននិយាយគ្នាអញ្ចឹងទៅនៅទាំងងគ្នាហើយពេលនោះផងដែរអ្នកភូមិក៏បាននិយាយទៅកាន់ពួកគេថាគឺពួកគេបានជួបជាមួយនឹងបិសាចមួយដែលគួរឲ្យខ្លាចខ្លាំងមែនតើហើយពួកវានឹងគឺជាបិសាចខ្លាដែលវានៅភ្នំឡាងអញ្ចឹងទៅហើយពេលនោះផងដែរអាចជ្រុកប្រេះដឹងដំណឹងថានេះគឺជាបិសាចខ្លាដែលនៅភ្នំឡាងធ្វើឲ្យពួកវាមានការផិតភ័យខ្លាំងមែនតើពួកឲ្យវាក៏រត់គេចជាពីបិសាចនឹងដែរអញ្ចឹងទៅហើយប្រហែលនាទីក្រោយមកហ្នឹងក៏បិសាចហ្នឹងក៏បានចេញមកតែម្ដងជាមួយនឹងកូនចៅរបស់វាប្រហែលអ្នកហ្នឹងដើម្បីមកវិប្រហាជាមួយនឹងអ្នកភូមិយើងនឹងហើយពេលនោះផងដែរអាចជ្រុកក៏ដូចជាកងទ័ពរបស់គេប្រហែលអ្នកហ្នឹងក៏បានជួយទៅកាន់អ្នកភូមិអ្នកស្រុកដែលនៅទីនោះអញ្ចឹងទៅក៏ប៉ុន្តែអ្នកទាំងអស់គ្នាដូចដឹងអញ្ចឹងគឺពួកគេគ្មានសមត្ថភាពអាចនឹងជួយប្រជាជនបាននោះទេអញ្ចឹងកន្លែងការប្រយុទ្ធរវាងអាចជ្រុកក៏ដូចជាជាមួយនឹងខ្លាហ្នឹងគឺបានបើកការវាយប្រហារគ្នាតែម្ដងអាចជ្រុកក៏បាននិយាយថាយើងមិនមែនជាកូនចៅរបស់អញទៀតទេថ្ងៃនេះគឺយើងនឹងមកសម្លាប់ឯងក៏ប៉ុន្តែវាជាសោកស្ដាយខ្លាំងមែនតើអាចជ្រុកក៏ត្រូវបានបិសាចខ្លាវាយតែម្ដងហើយកន្លែងនេះផងដែរអាស្វារបស់យើងក៏បានបើកការវាយប្រហារទៅកាន់អាបិសាចខ្លាអញ្ចឹងទៅហើយបិសាចខ្លាគឺបានធ្វើការទប់វាយគ្នាជាមួយនឹងសុនអ៊ូខុងខ្លាំងរបស់យើងតែម្ដងក៏ប៉ុន្តែសុនអ៊ូខុងរបស់យើងនេះមិនមែនជាដៃគូរបស់វានោះទេក៏ប៉ុន្តែកន្លែងនេះគឺបិសាចដែលជាអសង្សារហ្នឹងគឺបានមកធ្វើការអន្តរាគមក៏ប៉ុន្តែប្រជាសាស្ត្រខ្លាំងមែនទែនគឺបិសាចទាំងអស់ហ្នឹងគឺបានចាប់ជាមួយនឹងកូនក្មេងទៅដាក់ក្នុងទ្រុងបាត់ទៅហើយអ្នកទាំងអស់គ្នាហើយពេលនោះអ្នកទាំងអស់គ្នាជ្រុកបាជារបស់យើងហ្នឹងគឺវាខំប្រឹងវាទាំងដែលវាមានរបួសជាខ្លាំងដើម្បីទៅយករនាស់របស់វាដើម្បីប្រយុទ្ធជាមួយនឹងបិសាចខ្លាំងហ្នឹងទៀតចឹងទៅក៏ប៉ុន្តែប្រជាសាស្ត្រខ្លាំងមែនតើណាបិសាចខ្លាំងហ្នឹងគឺបានមកទាន់បាត់ទៅហើយក៏វាមិនអាចយកជាមួយនឹងអាវុធរបស់វាបាននោះទេហើយក៏វាបាននិយាយទៅកាន់រីវហ្នឹងថាតើមានរឿងអ្វីកន្លងហើយអីក៏នេះមិនហុចឲ្យវាស្រាប់តែពេលនោះនេះទាំងអស់គ្នាបិសាចខ្លាំងគឺបានជន់កន្តិចក្បាលរបស់អាជ្រុករបស់យើងខ្លាំងមែនតើមើលទៅបញ្ជាអនិតខ្លាំងមែនតើចំណែកគិងគួកដែលជាថៃចេញក្រែងខ្លាយក៏មកបានមកសុំអង្វរលោកម្ចាស់ដល់លែងជាមួយនឹងមិត្តភក្តិរបស់ខ្ញុំទៅវាគឺជាមិត្តភក្តិស្លាប់រស់របស់ខ្ញុំអីចឹងណាអ្នកទាំងអស់គ្នាហើយពេលនោះផងដែរបិសាចខ្លាក៏បានចាប់ជាមួយនឹងអាជ្រុករបស់យើងមកច្របាច់ក្បាលហើយទះមុខថាឯងពិតជាកំសត់មែនតើអាកូនបិសាចនេះទាំងអស់គ្នាដល់កន្លែងហ្នឹងគឺបិសាចខ្លាក៏បាននិយាយទៅកាន់អ្នកភូមិថាវាមិនមែនជាជ្រូកប៉ាជេទេវាគឺជាកូនបិសាចមួយដែលខ្ញុំបានធ្វើបាបវាប្រហារវាអញ្ចឹងទៅដល់ថ្នាក់វាអត់មានខោមានអោស្លៀកអញ្ចឹងទៅណាហើយពេលនោះផងដែរវាក៏បានចាប់កូនក្មេងទាំងអស់ហ្នឹងយកទៅក្នុងរោងរអាងរបស់វាតែម្ដងអ្នកទាំងអស់គ្នាហើយពេលនោះທາງជេងដែលនឹងកូនចៅរបស់គាត់ហ្នឹងគឺនាំគ្នាមកដល់កន្លែងនេះជ្រូកក៏បានមើលទៅកាន់ប្រជាជនពិតជាអស់ជំនឿទៅលើគេមិនតែមិនគួរណាជ្រូកប៉ាជេក៏ដូចជាប៉ាពួររបស់គេហ្នឹងក៏ហត់តែខ្លួនឯងគឺជាលោកគ្រូថាងជេងក៏ដូចជាសុននូខុងក៏ដូចជាប៉ាជេហ្នឹងទៅចម្លងធនភាពខាងលិចនោះទេហើយពួកគេពិតជាសោកស្ដាយមែនតើចាញ់បោកជាមួយនឹងជ្រូកវាចឹងណាហើយប្រជាជនពិតជាខឹងខ្លាំងមែនតើកាន់ពួកគេចឹងទៅហើយពួកគេក៏ដូចជាជ្រូកប៉ាជេក៏មានការសោកស្ដាយមែនតើមិននឹកស្មានថាពួកគេគ្មានប្រយោជន៍ដល់ថ្នាក់ហ្នឹងនោះឡើយហើយប៉ុណ្ណោះហើយពួកគេគឺពិតជាអស់សង្ឃឹមខ្លាំងមែនតើនៅក្នុងជីវិតរបស់ពួកគេចឹងទៅអញ្ចឹងទៅគឺគេដេកគិតថាខែឲ្យខ្លួនឯងមិនអាចមានការជួយទៅកម្ពុជាជនអញ្ចឹងណាអ្នកទាំងអស់គ្នា